ញអំពីវប្បធម៌ប្រពៃណីឥណ្ឌាខ្លះនៅស្រុកព្រះនៅឥណ្ឌានេះទាំងប្រុសទាំងស្រីទោះបីរបស់នោះធ្ងន់ប៉ុណ្ណាស្រាលប៉ុណ្ណាគេមិនដែលលីទេគេទូលទាំងប្រុសទាំងស្រីដែលគេទូលទាំងរបស់ប្រើប្រាស់ទាំងរបស់ស្អីហ្នឹងគឺគេយកគំរូតាមនាងសុជាតាបងពីព្រោះនាងសុជាតាពេលដែលទៅប្រគេនមធុបាយៈចំពោះព្រះសម្មាសម្ពុទ្ធមុននឹងត្រាស់ដឹងហ្នឹងគឺនាងនឹងឯងទូលយកមធុបាយៈហ្នឹងទូលអញ្ចឹងបានគេយកគំរូតាមនាងសុជាតាតាំងពីសម័យព្រះរហូតដល់បច្ចុប្បន្នហ្នឹងគឺទោះបីរបស់ស្រាលរបស់ធ្ងន់ប៉ុណ្ណាក៏ដោយក៏ទូលដែរបងនេះខ្មែរយើងដើមពោតែនៅក្នុងគម្ពីរពុទ្ធសាសនាលោកបញ្ជាក់ថាមិនមែនដើមពោទេគឺដើមអសត្តព្រឹកអញ្ចឹងប្រហែលជានៅស្រុកព្រះស្រុកឥណ្ឌាហ្នឹងគេហៅថាដើមហ្នឹងដើមអសត្តព្រឹកមកទៅបងពួកដើមឈើដែលព្រះអង្គត្រាស់ដឹងហ្នឹងគឺដើមអសត្តព្រឹកហ្នឹងបងតែខ្មែរយើងគេហៅថាដើមពោរានពញោមញាតនេះជាជនជាតិឥណ្ឌាគាត់កំពុងតែធ្វើសំណង់បើហ្នឹងហើយសូមជម្រាបបញ្ជាក់ផងដែរថាឥណ្ឌាគេធ្វើសំណង់ហ្នឹងគឺអត់មានយូកបោអីដូចខ្មែរយើងទេបងណាហ្នឹងហើយអត់មានយូកបោយូអីដូចខ្មែរយើងទេបងគឺទូលបងតាមពិតឥណ្ឌាទាំងប្រុសទាំងស្រីនេះគេទូលទេបងនេះទូលកបោយកទៅរៀបអត់នេះបងនៅស្រុកព្រះនៅឥណ្ឌានេះទាំងប្រុសទាំងស្រីទោះបីរបស់នោះធ្ងន់ប៉ុណ្ណាស្រាលប៉ុណ្ណាគេមិនដែលលីទេគេទូលហើយមូលហេតុដែលគេទូលហ្នឹងមុនដំបូងអាត្មាអត់យល់ដែរហេតុអីបានជាជនជាតិឥណ្ឌាគាត់ចូលចិត្តទូលទាំងរបស់ស្រាលរបស់ធ្ងន់អញ្ចឹងណាបងពេលដែលអាត្មាសិក្សាស្រាវជ្រាវមើលទៅបានដឹងបងតាមពិតទាំងប្រុសទាំងស្រីដែលគេទូលទាំងរបស់ប្រើប្រាស់ទាំងរបស់ស្អីហ្នឹងគឺគេយកគំរូតាមនាងសុជាតាបងពីព្រោះនាងសុជាតាពេលដែលទៅប្រគេនមធុបាយៈចំពោះព្រះសម្មាសម្ពុទ្ធមុននឹងត្រាស់ដឹងហ្នឹងគឺនាងនឹងឯងទូលយកមធុបាយៈហ្នឹងទូលអញ្ចឹងបានគេយកគំរូតាមនាងសុជាតាតាំងពីសម័យព្រះរហូតដល់បច្ចុប្បន្នហ្នឹងគឺទោះបីរបស់ស្រាលរបស់ធ្ងន់ប៉ុណ្ណាក៏ដោយក៏ទូលដែរបងពីថ្ងៃមុនអាត្មាឃើញគាត់ច្រូតស្រូវបងច្រូតស្រូវហ្នឹងគាត់ទូលស្រូវហ្នឹងប្រហែលជាបើយើងគិតពីម្រែកខ្មែរយើងគេហៅថាប្រហែលជា4-10ម្រែកគាត់ទូលរួចបងហើយញោមខ្លះគាត់ឆ្ងល់ថាហើយចុះហេតុអីស្រូវធ្ងន់ស្រូវច្រើនអញ្ចឹងហេតុអីគាត់មិននាំគ្នាលីតាមពិតគេប្រកាន់ណាគេអត់លីទេគឺគេទូលគេយកលំនាំតាមនាងសុជាតាដែលទូលមធុបាយៈនោះទូលដែរបងមធុបាយៈយកទៅប្រគេនព្រះមុននឹងត្រាស់ដឹងនៅក្បែរពុទ្ធគយាហ្នឹងបើតែនាងសុជាតាធ្វើមធុបាយៈយកទៅថ្វាយព្រះអង្គនៅក្រោមដើមជ្រៃហ៎បងតែសពថ្ងៃនេះគេហៅនៅឥណ្ឌាហ្នឹងគេហៅដើមអាចបានលក្រូតដើមដែលនាងសុជាតាថ្វាយមធុបាយៈចំពោះព្រះសម្មាសម្ពុទ្ធមុនព្រះអង្គត្រាស់ដឹងហ្នឹងគឺដើមអាចបានលក្រូតបងតែនៅក្នុងគម្ពីរក្នុងអត្ថកថាលោកមិនថាដើមអាចបានលក្រូតទេលោកថាដើមជ្រៃបាទហើយដើមពោធិព្រឹក្សដែលព្រះអង្គត្រាស់ដឹងហ្នឹងអ្នកខ្លះគាត់ថាដើមពោនេះដើមពោនេះបងនេះអ្នកខ្លះគាត់ថាដើមខ្មែរយើងហៅថាដើមពោហ្នឹងបងខ្មែរយើងថាហ្នឹងឯងដើមពោនេះខ្មែរយើងដើមពោតែនៅក្នុងគម្ពីរពុទ្ធសាសនាលោកបញ្ជាក់ថាមិនមែនដើមពោទេគឺដើមអសត្តព្រឹកបងហ្នឹងហើយខ្មែរយើងថាដើមពោអញ្ចឹងហ៎បងតែក្នុងគម្ពីរលោកថាដើមអសត្តព្រឹកអញ្ចឹងប្រហែលជានៅស្រុកព្រះស្រុកឥណ្ឌាហ្នឹងគេហៅថាដើមហ្នឹងដើមអសត្តព្រឹកមកទៅហ៎បងពួកដើមឈើដែលព្រះអង្គត្រាស់ដឹងហ្នឹងគឺដើមអសត្តព្រឹកហ្នឹងបងតែខ្មែរយើងគេហៅថាដើមពោដើមអីហ្នឹងហ៎បងណាឥឡូវកុំឲ្យវែងឆ្ងាយឲ្យមើលនេះទូលមកទៀតទេបងនេះណានឹងជម្រាបជូនអញ្ចឹងបើថានៅស្រុកព្រះនៅឥណ្ឌាហ្នឹងទាំងរបស់ស្រាលរបស់ធ្ងន់ដែលគេទូលហ្នឹងគឺគេយកគំរូតាមនាងសុជាតាដែលទូលនៅមធុបាយៈទៅថ្វាយព្រះនៅក្រោមដើមជ្រៃមុននឹងព្រះអង្គត្រាស់ដឹងអាហ្នឹងប៉ុណ្ណឹងញាតិញោមគាត់ថាបង្ហាញអំពីវប្បធម៌ប្រពៃណីឥណ្ឌាខ្លះលើសលួសខ្វះខាតដោយប្រការណាមួយសូមអធិស្ឋានទុកជាមុនបាទ